ធនីគារកណ្ដាលបានទុកអត្រាការប្រាក់ដដែលដោយមិនផ្លាស់ប្ដូរនៅចន្លោះ 4.25% ទៅ 4.50% ក្នុងកិច្ចប្រជុំលើកទី 4 ជាប់គ្នាក្នុងខែមិថុនាឆ្នាំ 2025 ស្របតាមការរំពឹងទុកដោយសារអ្នកបង្កើតគោលនយោបាយប្រកាន់ជំហរប្រុងប្រយ័ត្នដើម្បីវាយតម្លៃទាំងស្រុងនៅផលប៉ះពាល់សេដ្ឋកិច្ចនៃគោលនយោបាយរបស់ប្រធានាធិបតីដូណាល់ត្រាំជាពិសេសទាក់ទងទៅនឹងពន្ធគយការបណ្តេញជនអន្តោប្រវេសន៍និងការកាត់បន្ថយពន្ធក្នុងស្រុកមន្ត្រីប្រធានធនាគារកណ្ដាល Fed ក៏បានកត់សម្គាល់ផងដែរថាភាពមិនច្បាស់លាស់អំពីសេដ្ឋកិច្ចមិនសូវបានផ្ដោតសំខាន់ប៉ុន្តែនៅតែមានការលើកឡើងក្នុងកិច្ចប្រជុំទោះបីជាយ៉ាងណាក៏ដោយ Fed នៅតែបន្តការព្យាករណ៍ការកាត់បន្ថយអត្រាការប្រាក់ចំនួន2ដងនៅចុងឆ្នាំនេះទោះបីជាវារំពឹងត្រឹមតែ 0.25% នៅឆ្នាំ2026និងឆ្នាំ2027ក៏ដោយនៅក្នុងការព្យាករណ៍ដែលបានធ្វើបច្ចុប្បន្នភាពរបស់ខ្លួន Fed បានបន្ទាបការព្យាករណ៍ការកំណើន GDP របស់ខ្លួនសម្រាប់ឆ្នាំ2025មកត្រឹមតែ 1.4% ទល់នឹង 1.7% ក្នុងខែមីនានិងសម្រាប់ឆ្នាំ2026មកត្រឹមតែ 1.6% និងការព្យាករណ៍ឆ្នាំ2027នៅដដែល 1.8% អត្រាគ្មានការងារធ្វើឥឡូវនេះត្រូវបានគេរំពឹងទុកនៅ 4.5% ទាំងនៅក្នុងឆ្នាំ2025និងឆ្នាំ2026ទល់នឹង 4.4% និង 4.3% ចំពោះអតិផរណា Fed មើលឃើញថាអត្រាការចំណាយរបស់ប្រជាពលរដ្ឋអាមេរិកដែលហៅកាត់ថា PCE នៅ 3% ក្នុងឆ្នាំ2025ទល់នឹង 2.7% បន្ធូរបន្ថយមកត្រឹមតែ 2.4% នៅក្នុងឆ្នាំ2026ទល់នឹង 2.2% និង 2.1% ក្នុងឆ្នាំ2027ទល់នឹង 2%សន្ទុះប្រាក់ដុល្លារបានកាត់បន្ថយការធ្លាក់ចុះដោយកើនបន្តិចនៅកម្រិត 98.9 កាលពីថ្ងៃពុធបន្ទាប់ពីប្រធានធនាគារកណ្ដាលលោក Jerome Powell បានព្រមានអំពីការកើនឡើងតម្លៃអតិផរណាដ៏មានអត្ថន័យដែលបណ្ដាលមកពីពន្ធគយមាសបានធ្លាក់ចុះមកនៅក្រោម $3,370 ក្នុងមួយអោនកាលពីថ្ងៃពុធគណៈដែលអ្នកវិនិយោគបានងាកមកផ្ដោតលើការសម្រេចចិត្តគោលនយោបាយចុងក្រោយរបស់ធនាគារកណ្ដាលនិងការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាធនាគារកណ្ដាលសហរដ្ឋអាមេរិកបានរក្សាអត្រាការប្រាក់របស់ខ្លួនឲ្យនៅកម្រិតចន្លោះពី 4.25% ទៅ 4.5% ហើយបានបង្ហាញពីការកាត់បន្ថយអត្រាការប្រាក់ចំនួន2ដងដែលអាចកើតមានឡើងនៅពេលក្រោយក្នុងឆ្នាំ2025នេះទោះបីជាអតិផរណាមិនល្អនៅតែបន្តនឹងកំណើនសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយការផ្លាស់ប្ដូរនេះបានកើតឡើងកំឡុងពេលដែលប្រធានាធិបតីដូណាល់ត្រាំបន្តការរិះគន់លើប្រធានធនាគារកណ្ដាល Powell គណៈដែលគាត់បានអំពាវនាវឲ្យមានការកាត់បន្ថយការប្រាក់ដ៏ខ្លាំងក្លាបន្ថែមទៀតមាសបានរក្សាការកើនតម្លៃរបស់ខ្លួនគណៈពេលដែលមេដឹកនាំកំពូលរបស់អ៊ីរ៉ង់បានច្រានចោលការអំពាវនាវរបស់លោកត្រាំឲ្យចុះចាញ់ដោយគ្មានលក្ខខណ្ឌដោយជំរុញឲ្យមានការជម្លៀសមនុស្សយ៉ាងច្រើនពីទីក្រុងតេហេរ៉ង់គណៈពេលដែលមានការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលកាន់តែខ្លាំងឡើងចំនួនដែលកំពុងកើនឡើងបានបន្ថែមភាពមិនស្រួលទៅក្នុងទីផ្សារពិភពលោកអ្វីបើតម្លៃមាសបានកើនឡើងជិតដល់កម្រិតខ្ពស់បំផុតកាលពីដើមសប្តាហ៍ក៏ដោយប៉ុន្តែវាបានធ្លាក់ចុះមកវិញបន្តិចទន្ទឹមនឹងនេះផងដែរការស្ទង់មតិរបស់ក្រុមប្រឹក្សាមាសពិភពលោកបានបង្ហាញថា95% នៃធនាគារកណ្ដាលទាំងអស់រំពឹងថាទុនបំរុងមាសសកលនឹងកើនឡើងនៅឆ្នាំក្រោយជាមួយនឹងការគ្រោងការដែលនឹងជំរុញការបង្កើនការបំរុងទុករបស់ពួកគេផ្ទាល់ឲ្យបាន 43%